ចឹងកុំឲ្យខាត់ពេលយូរគឺខ្ញុំធ្វើការបង្ហាញបងប្អូនតែម្ដងអំពីរបៀបនៅក្នុងការសេរីតម្រូវគ្នាឲ្យល្អតាមដែលអាចហើយងាយស្រួលនៅក្នុងការប្រើប្រាស់ផងដែរបាទសួស្តីបងប្អូនគ្នាបាទស្វាគមន៍មកកាន់អនុស្សាវរីយ៍អូឡ িম্প ិកក៏ដូចជា MTaler Channel វីដេអូនេះគឺខ្ញុំចង់បង្ហាញបងប្អូនគ្នាអំពីរបៀបនៅក្នុងការសេរីតម្រូវគ្នាបាទរវាង JBL Eon 1 MK2 ហើយនឹងប្រភេទ Subwoofer IX បាទ 115S បាទអូខេអញ្ចឹងមុននឹងធ្វើការបង្ហាញបងប្អូនពីរបៀបសេរីគឺខ្ញុំចង់បង្ហាញបងប្អូនសិនបាទនេះគឺ JBL Eon 1 MK2 ជាប្រភេទ Clambere បាទប្រើថ្មកម្លាំងរបស់វា 1500 វ៉ាត់បាទបែបងាយចល័តតម្លៃរបស់វា 1250 ឥឡូវនេះគឺខាងក្រុមហ៊ុនគាត់ discount បាទនៅសល់តែ 1150 ទេមានថាគាត់ discount $100 ទៅលើ JBL Eon 1 MK2 នេះដោយឡែកបាទចំពោះ Subwoofer នេះគឺប្រភេទ IX 115S ដែលជាប្រភេទ Sub Ampli ជាប់មកកាត់4ទឹកហើយតម្លៃរបស់វាធូរថ្លៃជាងគេបងប្អូនបាទតម្លៃរបស់វាតែ$649ទេបាទតម្លៃក្រោម 1000 អញ្ចឹងណាអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរគឺខ្ញុំធ្វើការបង្ហាញបងប្អូនតែម្ដងអំពីរបៀបនៅក្នុងការសេរីតម្រូវគ្នាឲ្យល្អតាមដែលអាចហើយងាយស្រួលនៅក្នុងការប្រើប្រាស់ផងដែរអូខេបងប្អូនបាទអញ្ចឹងនៅលើ MK2 បាទមុនដំបូងផុតគឺបងប្អូនចូលមកកាន់ channel Bluetooth មកបាទនេះ channel ទី5អញ្ចឹងបងប្អូនចុចមកប៉ឹកលើ channel ទី5ដើម្បីចូលមកកាត់ណាបាទកាត់ channel Bluetooth ចូល input EQ បងប្អូនយក preset 8x ក្រោមនេះ enter មួយកន្លែងនេះគឺបងប្អូនដាក់ឲ្យ click មកបាទ2ដងបងប្អូនកាត់យកកន្លែងនេះ 40Hz ហើយ Q 12ហើយ Q កន្លែងនេះបងប្អូនចុចមកអាច24ប៉ុន្តែបងប្អូនយក12ទៅបាទ enter អញ្ចឹងនៅលើ channel ទី5 channel Bluetooth យើងកាត់យកប៉ុណ្ណឹងបន្តមកទៀតគឺបងប្អូនចូលមកកាន់ main menu របស់វាមកហើយមូលយកត្រង់កន្លែង mix out and time align បងប្អូននេះអូខេហើយកន្លែងនេះគឺបងប្អូនយកត្រង់ HPS នេះបាទបងប្អូនយក120មកបាទ120ហើយកន្លែង LSPS នេះគឺយើងអត់ខ្វល់ទេបងប្អូនបាទដោយសារតែលើ IX នេះគឺយើងអាចកំណត់បានទេ 80Hz 100Hz 120អីចឹងណាអញ្ចឹងបងប្អូនកាត់តែ HPS យក120មកហើយចំពោះmix out level នេះគឺបងប្អូនអាចយកខ្ទង់ដក4ទៅបាទចូលដក 4dB ទៅបានហើយអូខេអញ្ចឹងនៅលើ MK2 ប៉ុណ្ណឹងបងប្អូនបាទហើយទៅលើ IX វិញគឺបងប្អូនអាចកាត់បានហើយបាទវាមាន80Hz 100Hz 120អញ្ចឹងណាអញ្ចឹងដើម្បីយកឲ្យសង់តង់គ្នាជាមួយ MK2 ដែលយើងកាត់មកហ្នឹងគឺបងប្អូនអាចយក 120Hz នេះបាទហើយ polarity នេះគឺយើងអត់ប្រើទេបាទ polarity នេះយើងអត់ប្រើទេហើយចំពោះ volume នេះគឺបងប្អូនអាចសេរីតម្រូវតាមសាច់ភ្លេងជាក់ស្ដែងតាមបទចម្រៀងអញ្ចឹងណាអូខេអញ្ចឹងប៉ុណ្ណឹងបងប្អូនបានចំពោះការប្រើប្រាស់ហើយតិចទៀតគឺខ្ញុំធ្វើការតេស្តលេងជូនបងប្អូនសប្តាហ៍ទាំងអស់នេះ